OK ចឹងនេះគឺជា prop firm cryptocurrency មួយដែលវាត្រូវជាមួយ channel របស់យើងហ្មងគឺ Web3 Gen Z Web3 ហ្នឹងបានន័យថាវាពាក់ព័ន្ធជាមួយនឹង crypto ណាក៏ប៉ុន្តែក៏យើងអាច trade មាសនៅក្នុងនឹងបានដែរយើង trade វាច្រើនយើង trade future ក៏ប៉ុន្តែក៏យើង trade មាសនៅក្នុងនឹងបានដែរដោយប្រើប្រាស់ជាមួយនឹង Bybit ផ្ទាល់យើងដឹងហើយគេកំពុងតែសហការជាមួយនឹង OKX ដើម្បីអាចនឹង OKX គឺមកចាប់នេះហើយនឹង Cleo ដែលយើងអាចប្រើប្រាស់នេះដូច MT5 យើងស្រួលដូចគ្នាអញ្ចឹងអានេះគឺជាអីគេបានន័យថាវាគឺជា crypto platform ដែលវាផ្ដល់ឲ្យទុន trade មកយើងដើម្បីទៅការ trade ហើយយើងយកដើមទុនធំហ្នឹងដើម្បី trade ហើយអ្វីដែលសំខាន់គឺវាយកតែ 10% ទេយើងយក 90% ណាហើយយើងចំណេញបាន 10000 គឺវាយកតែ 1000 ទេយើងយក 9000ទេហើយតម្លៃគឺដូចគេដូចឯងទេអ្វីសំខាន់គឺបញ្ចុះឈ្មោះទៅលើ10% ជាមួយខ្ញុំទៅគឺទទួលបាន 10% ថែមពីលើនឹងទៀតអូខេតោះអញ្ចឹងខ្ញុំមើលលក្ខខណ្ឌរបស់វាយើងមាន one step និង two step អ្វីដែលយើងយកគឺយើងយក two step ទៅបានន័យថាយើងប្រឡង2តង់យើងជាប់មួយតង់ហើយយើងជាប់មួយតង់ទៀតអូខេមិនបានខ្ញុំអត់ឲ្យយកមួយតង់បានន័យថាយើងប្រឡងជាប់តែមួយតង់យើងបាន fund យើងមកកាន់នេះបានយកលុយធំយកមកកាន់នេះក៏បើខ្ញុំអត់ចង់ឲ្យយើងយកមួយតង់ទេដើម្បីអីដើម្បីមួយតង់គឺវាខាតនេះវាខាត់ make loss របស់យើងណាវាខាត់ make loss តែវាចំណេញពេលតែបើសិនជាយើងមានសមត្ថភាពមែនតើអូខេយើងយក2តង់ទៅមិនបានយក2តង់ដោយសារតែវានេះ make loss របស់វាmake loss របស់វាគឺ 10% គេចំណេញបាន 4% ទៀតណាគេអ្វីដែលសំខាន់ឲ្យតែយើងមានសមត្ថភាពមិនបើខ្ញុំឲ្យយក2តង់បើថាប្រឡង1តង់វាឲ្យយើងធ្វើមិនប្រគប់ឲ្យបាន 10% ប្រគប់ឲ្យបាន 10% ហើយនឹងអាតង់ទី2គឺយើងយកតែ 5% ទេយល់ទេអញ្ចឹងវាចំណេញបានន័យថាយើងយកតែ 5-10% ទាំងតង់ទី1ទាំងតង់ទី2គឺយើងជាប់ហើយ fund ហ្នឹងគឺឲ្យគេឲ្យលុយមកយើងវិញបាទអាលុយដែលយើងទិញហ្នឹងគឺឲ្យលុយមកយើងវិញ 100% អត់មានយកទេអូខេអញ្ចឹងយើងមកមើលលក្ខខណ្ឌរបស់គេបន្ទាប់ទៀតថាយើងវាមានអា 5000 ថោកបំផុតរហូតដល់ 200,000 អញ្ចឹងអា fund 5000គឺវាមានតម្លៃតែ$53ទេបើសិនជាប្រើប្រម៉ូទកូដរបស់ខ្ញុំណាតម្លៃពេញរបស់វា59អូខេអញ្ចឹងអា fund ដែលធំបំផុតគឺ$872អ្វីដែលសំខាន់គឺយើងប្រឡងតេស្តដំបូងយើងយក 10000 ឬក៏ 5000 នេះសិនទៅដល់ពេលដែលស្និទ្ធមួយវាបានម្ដងប្រឡងអាទី1វាមិនជាប់ទេខ្ញុំជឿហ្មងលើកទី1លើកទី2វាមិនជាប់ទេចឹងដល់ពេលដែលយើង ready មួយវាខ្ញុំស្និទ្ធមួយវាហើយខ្ញុំយល់អំពីមួយវាហើយយើងយក 50k ហ្មងណា50000ហ្មងក៏បានដែរហើយ promote code របស់ខ្ញុំគឺបញ្ចុះបាន40រៀលដែរអូខេតោះអញ្ចឹងអឺលក្ខខណ្ឌរបស់វាគឺយើង trade ឲ្យបាន5ថ្ងៃបានន័យថាtrade ឲ្យបាន5ថ្ងៃឡើងណាបានtrade បាន5ថ្ងៃឡើងក៏ប៉ុន្តែ trade period ហ្មងគឺវាអត់កំណត់ពេលទេយើង trade មួយជីវិតក៏បានដែរគឺវាអត់កំណត់ពេលឲ្យយើងទេអញ្ចឹង unlimited នេះអូខេគ្រាន់តែ maximum minimum របស់គេឲ្យយើង trade បាន5ថ្ងៃឡើងអីចឹងទៅតែអត់ជាបញ្ហាទេណាហើយនេះគឺជាការដាក់ stop loss យើងបាច់ដាក់ stop loss ក៏បានដែរនៅក្នុង prefer នេះក៏ប៉ុន្តែខ្ញុំអត់ recommend ទេគឺយើងត្រូវដាក់ stop loss ណាហើយនឹង daily drawdown គឺ 5% ហើយនឹង 5% ដូចគ្នាបានន័យថាខាតក្នុងមួយថ្ងៃគឺ 5% គេកុំឲ្យយើងខាតលើសហ្នឹងណាហើយនឹង maximum loss 10% maximum loss បានន័យថាខាតសរុបគឺ 10% ហើយនឹង profit target របស់វាតង់ទី1គឺ 10% តង់ទី2គឺ 5% ហើយបន្ទាប់ទៀតគឺ refundable fee បានន័យថាលុយទាំងអស់ហ្នឹងនឹងគេនឹង fund ឲ្យលុយឲ្យយើងវិញនេះឧទាហរណ៍ថាយើងទិញ 5k $341 អញ្ចឹងនៅពេលដែលយើងប្រឡងជាប់គឺគេ refund $341 ហ្នឹងឲ្យយើងមកវិញ 100% ហើយអូខេអញ្ចឹងដូចជាអត់មានអីច្រើនទេខ្ញុំជួបគ្នានៅពេលក្រោយទៀតហើយយ៉ាមានសំណួរអីអាចឆាតខ្ញុំផ្ទាល់បាន